ក្នុងជីវិតរបស់យើងម្នាក់ៗគឺតែងតែមានចំណុចដែលយើងអាចគ្រប់គ្រងបាននិងចំណុចដែលយើងមិនអាចគ្រប់គ្រងបានអ្នកនរគ្នាគួរតែចំណាយពេលរបស់ខ្លួនឯងព្យាយាមទៅមើលទៅលើចំណុចដែលអ្នកនរគ្នាចង់អាចគ្រប់គ្រងបាននៅពេលដែលយើងមើលឬក៏យើងចាប់ផ្ដើមធ្វើទៅលើចំណុចដែលយើងអាចគ្រប់គ្រងបានណាឆ្លើយជីវិតរបស់យើងនឹងមើលទៅយើងអាចដឹងថាតើថ្ងៃមុខយើងទៅជាបែបណាបានបើសិនអ្នកនរគ្នាព្យាយាមផ្ដោតឬក៏ព្យាយាមដាក់ចំណុចសំខាន់ទៅលើចំណុចដែលយើងគ្រប់គ្រងអត់បានផ្លូវជីវិតរបស់យើងនឹងចាប់ផ្ដើមមានអារម្មណ៍ថាយើងថេបថាយើងចាប់ផ្ដើមអត់ដឹងថាខ្លួនឯងគួរដើរទៅផ្លូវណាព្រោះដោយសាររឿងទាំងអស់នោះយើងអាចគ្រប់គ្រងបាននេះបើសិនខ្ញុំថាតើចំណុចណាដែលគ្រប់គ្រងបានចំណុចណាដែលគ្រប់គ្រងមិនបានចំណុចដែលគ្រប់គ្រងបានគឺជាចំណុចដែលនៅក្នុងខ្លួនរបស់យើងចេះអ្វីយើងមានសមត្ថភាពទៅលើអ្វីយើងមានចំណេះដឹងទៅលើអ្វីតើយើងអាចមានទេពកោសល្យទៅលើអ្វីអញ្ចឹងយើងអាចគ្រប់គ្រងទៅលើរឿងនោះបានយើងអាចចាប់ផ្ដើមធ្វើអ្វីដែលយើងចេះចេញពីខ្លួនរបស់យើងសិនអ្វីដែលយើងគ្រប់គ្រងអត់បានគឺជាការគិតរបស់អ្នកដទៃមកលើយើងអាចទៅគ្រប់គ្រងការគិតរបស់គេបានទេពេលខ្លះទីថាខ្ញុំពូកែធ្វើម្ហូបខ្ញុំចង់ធ្វើ content ធ្វើម្ហូបឬក៏ខ្ញុំចង់បើកហាងម្ហូបប៉ុន្តែមនុស្សជុំវិញខ្លួនគិតថាអូយបើកទៅអីហាងម្ហូបនឹងហត់ណាស់ម្ហូបនឹងបើកមកបើសិនធ្វើអត់ត្រូវមាត់ឬក៏ញ៉ាំទៅមានបញ្ហាឈឺពោះឬអីហ្នឹងមានបញ្ហាធំទៀតអញ្ចឹងអត់គួរធ្វើទេអញ្ចឹងបើសិនជាយើងព្យាយាមទៅគិតទៅលើពាក្យសម្ដីដែលគេនិយាយជាអ្វីដែលយើងមិនអាចគ្រប់គ្រងពាក្យសម្ដីរបស់គេបានគឺយើងនឹងអាចដំណើរខ្លួនយើងឲ្យយើងទៅបន្តអ្វីដែលយើងជាទេពកោសល្យរបស់យើងអ្វីជាក្តីស្រមៃរបស់យើងឯងប៉ុន្តែបើសិនជាយើងគ្រាន់តែស្ដាប់ប៉ុន្តែយើងបើសិនយើងគិតថាវាល្អយើងក៏យកទៅប៉ុន្តែបើសិនជាវាមិនល្អយើងគិតថាអ្វីដែលគេនិយាយអត់ខុសទេវាពិតជាអត់ស្រួលវាពិតជាហត់មែនក្នុងការបើកហាងម្ហូបប៉ុន្តែវាជាក្តីស្រឡាញ់របស់យើងហើយយើងនឹងព្យាយាមធ្វើវាឲ្យល្អបំផុតធ្វើឲ្យមានអនាម័យឲ្យអ្នកដែលគាត់ចូលទៅញ៉ាំនោះក៏ទទួលបាននៅអារម្មណ៍ល្អទទួលបានអាហារឆ្ងាញ់ហើយអាហារដែលមានសុវត្ថិភាពទៀតអញ្ចឹងបើសិនយើងអាចរឿងទាំងអស់នេះគឺយើងអាចcontrol បានយើងអាចគ្រប់គ្រងបានពីព្រោះវាចេញពីអ្វីជាយើងអាចគ្រប់គ្រងបានដូចជាការធ្វើម្ហូបការរក្សាអនាម័យសិតយើងអាចគ្រប់គ្រងបានទាំងអស់អញ្ចឹងបើសិនជាយើងអាចគ្រប់គ្រងទៅលើរឿងទាំងអស់នោះបានវាអត់មានបញ្ហាអីនៅក្នុងការបង្កើតក្តីសម័យហាងម្ហូបរបស់យើងចាញ់តែនេះខ្ញុំលើកឧទាហរណ៍នៅក្នុងហាងម្ហូបខ្ញុំផ្សេងអ្នកគ្នាមានទេពកោសល្យទៅលើរឿងអីទៀតថាគូគំនូឬក៏តាក់ទងទៅនឹងអ្វីផ្សេងទៀតជាចំណេះដឹងជំនាញរបស់អ្នកនរគ្នាហើយអ្នកគ្នាចង់បង្កើតមិនថាជាការធ្វើជា content creator មិនថាជាការបង្កើតជាមាតិកាបង្ហាញទៅលើ social media របស់អ្នកនរគ្នាឬក៏ជាការបង្កើតហាងលក់ជាអីវ៉ាន់ក៏ដោយអ្នកគ្នាគិតថាអ្នកគ្នាអាចធ្វើបានអ្នកគ្នាអាចគ្រប់គ្រងវាបានអ្នកគ្នាគួរតែធ្វើទៅទោះបីជាមានអ្នកផ្សេងគេនិយាយមកថាយើងទៅមិនរួចទេឬក៏មើលទៅអាហ្នឹងវាពិបាក1 2 3បើសិនជាយើងមើលទៅយើងអាចតស៊ូជំនះរាល់លំបាកពាក្យលំបាកដែលគេនិយាយមកបានយើងអាចដោះស្រាយអ្វីដែលគេនិយាយថាលំបាកនោះបានយើងគួរតែធ្វើយើងអត់គួរអីត្រូវបង្អាក់ខ្លួនឯងដោយសារតែរឿងដែលយើងអាចគ្រប់គ្រងបានទេ